រៀបខ្លួនដើរទៅលេងនៅក្រៅចាក់អាវសុទ្ធអាវរោមអីណានោះហើយសិតតែពាក់ពីវិជន់ណាសាការីតែថែមវិជន់ទៀតមិនបានមកពាក់អាវរៀបខ្លួនដើរទៅក្រៅហ៎មកពាក់អាវវិជន់ទៀតនេះពាក់អាវនេះមួយទៀតអូខេ like mommy it's cold outside ហ្នឹងណានឹងកូនដល់កូនពាក់ Yeah. Yes ទៅរបស់យាយគាត់នៅក្បែរសមុទ្រដែរអញ្ចឹងយើងដើរទៅប្រហែលដល់កន្លះម៉ោងទេហើយទេសភាពស្អាតផងអីផងដើរទៅមួយផ្លែតដល់ហើយតែសមុទ្រហ្នឹងយើងត្រូវលក្ខណៈមើលទៅក្រោមយើងត្រូវដើរចុះទៅក្រោមទៀតអញ្ចឹងមុនចាញ់ហ្នឹងគឺយើងស្លៀកពាក់ចិត្តព្រោះល្ងាចឡើងផែម៉ោង5ជាងយើងចាញ់ទៅហ្នឹងចាប់ផ្ដើមអាកាសធាតុចាប់ផ្ដើមចាក់ស្រុបហើយនេះផ្កាស្អាតដូចផ្កាស្នោអញ្ចឹងតែមិនមែនទេម្ដាមក៏ផ្កាឡើងពេញនឹងអីគេហៅ bluebell គឺដុះនៅក្នុងព្រៃកន្លែងណាមានស្មៅមានអីអញ្ចឹងគឺវាដុះពេញនឹងឯងហើយទៅគឺទេសភាពស្អាតត្រជាក់ភ្នែកខៀវខ្ចីស្រងាត់កន្លែងក្មេងលេងតែបានថតឯករីចូលលេងតែមិនសូវចេះលេងដោយសារគាត់មិនសូវបានលេងអត់ដែលធ្លាប់លេងសម្រាប់លេងតងអីហ្នឹងអញ្ចឹងយើងក៏ដើរបន្តទៀតតាមផ្លូវសិតតែធម្មជាតិខៀវស្រងាត់មានផ្កាមានអីអញ្ចឹងខ្ញុំនិយាយទៅគឺថាគាត់ទៅថតហ្មងអត់សូវបានដើរទៅនិយាយជាមួយតែថាឲ្យដែរហ្នឹងព្រោះអីថតច្រើននោះហើយមើលផ្កានេះផ្កានិយាយទៅតាមផ្លូវផ្កាដុះតាមផ្លូវហ្នឹងឯងពេញវាលពេញកាឥឡូវយើងមកដល់សមុទ្រហើយសមុទ្រគេចុះមើលទៅក្រោមអានេះគេហៅថាទួលនៅខាងលើមកដល់សួននេះក៏មានផ្កាឃើញផ្កាពណ៌ស្វាយនិងខ្វាកផងរត់ទៅថតប៉ុន្តែដោយសារបញ្ញាប់គេដើរទៅអស់ហើយយើងនៅក្រោយគេនឹងព្យាយាមថតបញ្ញាប់ផងអីផងអញ្ចឹងអត់បានថតឲ្យចិត្តតែនិយាយទៅស្អាតមែនតើក្នុងផ្កាម្ដងគឺសិតតែផ្កាហើយនៅស្រុកគេគឺខ្វះទេកន្លែងដែលយើងដើរមើលទេសភាពដើរកំសាន្តដើរហាត់ប្រាណអីផ្សេងព្រោះអីគេសបោសួនសបោផាកមកក្រុងមកខេត្តហ្នឹងដឹងផាកប្រហែលទេមាននិយាយទៅដើមឈើខៀវខ្ចីស្ងាត់ដើមឈើអូស្អាតការស្អាតនេះនឹងកាអីទេការផ្លែកពីស្រុកយើងឆ្នេរនេះផងដែរគេហៅទៅឆ្នេរបូស្កុងតែឥឡូវហ្នឹងពេលល្ងាចដែរទេហើយមិនមែនចុងសប្តាហ៍ដល់ពេលអញ្ចឹងមិនសូវជាសបោមនុស្សប្រហែលទេតែបើចុងសប្តាហ៍ហើយពេលថ្ងៃពេលអីអញ្ចឹងទៅបានសបោគេមកលេងសមុទ្រលេងទឹកតែគេមិនចូលព្រោះទឹកត្រជាក់តកបើកថ្ងៃមែនតែតកហើយសូម្បីតែកាឡាបនេះដុះនៅតាមវាលនឹងឯងមិនបាច់ចាំបាច់អ្នកណាដាំទេហើយយើងខំដាំនៅផ្ទះចង់ងាប់ឲ្យគ្មានដុះអាគេនេះដុះឯងតាមវាលទីវាលអញ្ចឹងទៅហើយយើងគេធ្វើផ្លូវដើម្បីឲ្យយើងចុះទៅសមុទ្រអញ្ចឹងដើរចុះទៅគេ zigzag ចុះទៅយើងយូរដែរហ្នឹងជម្រៅដែរព្រឹត្តិការណ៍នេះគឺដុះតាមថ្មតាមកលៀតថ្មអីហ្នឹងឯងហើយនៅដល់ក្រោមគេមានអាផ្ទះទូចនេះគេហៅ beach hut សម្រាប់គេជួលហើយខ្លះក៏គេទិញផ្ទាល់ខ្លួនផងដែរដល់ពេលគេចុងសប្តាហ៍គេមកលេងគេអាចបើកបាននិយាយទៅមានលក្ខណៈយើងអាចដាក់ចក្រានដាក់អីដាក់កៅអីដើម្បីអង្គុយលេងនៅមាត់សមុទ្រមើលសមុទ្រមើលអីចឹងទៅហើយនៅតាមជំរាលមានសត្វគេប្រឡែងប៉ប៉ែដើម្បីស៊ីស្មៅស៊ីអីតាមជំរាលហ្នឹងទៅហើយនៅនេះម៉ោងដូចជា6ឯនៅបើកថ្ងៃចេះឡើយទេមើលមេឃថ្ងៃក៏មិនទាន់លិចដែរភ្លឺចេះហើយម៉ោង6កន្លះហើយនៅនេះម៉ោង8 9ណាមិនងឹតចឹងដោយសារយើងល្ងាចដែរម៉ោង6ជាងអីដែរនៅភ្លឺឡើយទេយើងនាំគ្នាឡើងមកលើវិញពេលឡើងហ្នឹងគឺបាក់ជាងចុះប្តីរុញសាការីគាត់គេងផងកណ្ដោះកម្លាំងផងអីផងដើរឡើងទៅវិញទៅឯដតហើយនឹងប្តីគាត់ហ្នឹងគាត់ត្រឡប់ទៅមុនឯងឡើងមកដល់ផ្ទះយាយដើរដឹងថាដល់ផ្ទះយាយផងតែឯងយើងគិតពីថតមិនសូវបានមើលផ្ទះហើយរៀងយូរដែរចង់ភ្លេចផ្លូវដល់ផ្ទះយើងរៀបចំឲ្យប្រហែលវ៉ាន់អីយើងទុកដាក់បន្ថែមទៀតទៅពេលមិនតាន់ហើយងុយទឹកងុយផឹកហើយសាការីវិញគាត់គេងលក់នៅក្នុងអាតេសហ្នឹងដូច្នេះយើងយកទៅដាក់ឲ្យគាត់គេងនៅក្នុងក្រែរបស់កូនក្មេងដែរអ្នកពហិគាត់ឲ្យយាយមកប្រើហើយប៉ុន្តែយប់ឡើងគឺគាត់ងើបមកគេមួយយើងដដែលហ្នឹងហើយអញ្ចឹងពេលយប់ក្លៀនម្ដងទៀតរើមើល sandwich រើមើលអីញ៉ាំអញ្ចឹងទៅ